ការយល់ដឹងនិងអាកប្បកិរិយារបស់មនុស្សម្នាក់ដោយប្រើប្រាស់ DISC ចាអញ្ចឹងសួរថាតើការដែលយើងយល់ដឹងពី DISC របស់ខ្លួនឯងវាមានអត្ថប្រយោជន៍អីអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សហគ្រិនសម្រាប់អ្នកដឹកនាំហ្មងណាពីខ្ញុំទៅគឺខ្លាំងបំផុតគឺដឹងអំពីស្អីជាសត្រូវរបស់យើងខ្លួនឯងកន្លែងណាជាសត្រូវរបស់យើងខ្លួនឯងឃើញទេចាហើយកន្លែងណាដែលសត្រូវហ្នឹងវាគឺជាឧបសគ្គវាគឺជារនាំងដែលបាំងយើងមិនឲ្យដើរទៅមុខឬក៏ដើរទៅមុខយឺតឬក៏បរាជ័យនៅក្នុងការគេហៅចរចាជាមួយនឹងអតិថិជននៅក្នុងការលក់អញ្ចឹងនៅក្នុងការលក់នៅក្នុងជំនាញវិជ្ជា DISC ហ្នឹងគឺយើងប្រើ adaptation ទី4ស្ថានភាព DISC គេប្រើបានលក្ខណៈ4គេនៅស្ថានភាព4យើងតើដឹកខ្លួនឯងសិនថាយើងជាអ្នកណាតែយើងជាមនុស្ស style D ឬក៏យើងជាមនុស្ស style I ឬក៏យើងជាមនុស្ស style S ឬក៏ style C មានន័យពេញភាសាពេញន័យពេញគឺអីគេ doer daring ឃើញទេ decisive មួយទៀតគឺ dominant គឺ stand for D ខ្ញុំមនុស្ស D អញ្ចឹងខ្ញុំមានចំណុចខ្លាំងរបស់ខ្ញុំអីគេខ្ញុំលឿនជាងគេខ្ញុំក្លាហានខ្ញុំអាចទៅណាមកណីម្នាក់ឯងខ្ញុំអាចទៅធ្វើ project ម្នាក់ឯងខ្ញុំហ៊ានសម្រេចចិត្តឃើញទេហ្នឹងគឺជាចំណុចខ្លាំងរបស់ខ្ញុំជាមនុស្ស D ហេតុអីបានអ្នកខ្លះទៅនិយាយទៅគេអតិជនចូលចិត្តហើយអ្នកខ្លះវិញអតិជនគាត់តែឃើញមុខគាត់តែឃើញសមោលដើរទៅក៏អតិជនដើរចេញដែរយើងត្រូវដឹងថាហេតុអីបានអញ្ចឹងជាទូទៅអតិជនអត់ចូលចិត្តគាត់ត្រង់មុខមាំសម្ដីថ្លោសធ្វើការចិត្តដាច់ឃើញទេអត់ខ្ចីវនិយាយអីមួយគឺដាច់អហង្ការហើយទៅណាមកណីអត់ចេះចាំគេអត់ចេះចាំអតិជនបានលឿនអាហ្នឹងក៏ធ្វើឲ្យអតិជនហ្នឹងមិនសប្បាយចិត្តឬក៏ហៅថាស្អប់ដែរអញ្ចឹងណាអានេះជួនកាលយើងអត់ដឹងខ្លួនទេតែចរិតយើងគឺលឿនអញ្ចឹងហ្មងតែលឿនដល់អាម៉េចហើយចូលមកក្រុមទី2បើយើងជាអាយបើសិនជាខ្ញុំជាមនុស្សអាយជាទូទៅអាយជាមនុស្សដែលមានភាពរស់រាយរាក់ទាក់ប្រកែលើកសរសើរគេបញ្ចុះបញ្ចូលគេទៅណាមកណីណាគេក៏ចូលចិត្តដែរអញ្ចឹងណាចាហើយយើងចេះឆ្ងល់ថាមនុស្សយើងរស់រាយរាក់ទាក់ប៉ុណ្ណឹងដែរយើងប្រកែលើកទឹកចិត្តប៉ុណ្ណឹងដែរហើយទៅដល់និយាយមកអតិជនខ្លះអត់ចូលចិត្តទេចាមូលហេតុអីមកអត់ចូលចិត្តយើងភ្លេចមើលថាមានពេលខ្លះយើងភ្លេចខ្លួនណាយើងប្រើប៉ះចំចំណុចមានកម្រិតរបស់យើងគេចំណុចខ្សោយរបស់យើងដែលធ្វើឲ្យអតិជនហ្នឹងគាត់មានអារម្មណ៍ថាអត់ទុកចិត្តយើងទេអាការៈមួយចំនួនដែលយើងអាចអត់ដឹងគឺយើងចូលចិត្តតមាត់អញ្ចឹងឥឡូវខ្ញុំងាកមកថា style S បើសិន style S គាត់ទៅលក់វិញណាបងប្អូនគ្នាបើគាត់ទៅលក់វិញជាទូទៅ S គាត់រៀងស្ងៀមស្ងាត់ទេអញ្ចឹងណាចាហើយបើសិនជាគេទិញគាត់វិញគឺគេទិញគាត់ជាប់រហូតហ្មងគេស្មោះស្ម័គ្រមួយគាត់ហើយដោយសារមនុស្សស្មោះត្រង់មនុស្សធន់មនុស្សព្យាយាមហើយគាត់ចូលចិត្តស្ដាប់អ្នកដទៃចាហើយមនុស្សចូលចិត្តជួយអតិជនណាអញ្ចឹងជាទូទៅបើអតិជនបានទិញគាត់ម្ដងហើយគឺទិញជាប់រហូតគេឲ្យជាប់ម៉ួយហ្មងដោយសារ S គាត់មនុស្សគាត់គឺខ្លាំងអញ្ចឹងខ្លាំងរឿងថាគាត់បកកាយជួយគេហើយមនុស្សស៊ូគេក្រាញ់ហ្មងណាចាតែស្អីដែលអតិជនជាដំបូងហ្មងអាចនឹងមិនចូលចិត្តគាត់ដោយសារតែគាត់ហ្នឹងស្ងាត់ពេកអត់ហ៊ានមាត់អត់ហ៊ានសម្រេចចិត្តសួរអីហ្នឹងចាំមើលខ្ញុំសួរមេសិនហើយភាសាគាត់និយាយហ្នឹងអាចតែដែរអត់មានអីថ្មីទេឃើញទេមាននៅក្នុងកលៈទេសៈមួយចំនួនពេលដែល stress វិញគាត់រឹងរូសហ្មងគាត់ស្អីក៏អត់មាត់ដែរគេហៅទៅជា stubborn ហ្នឹងដែលធ្វើឲ្យអតិថិជនមើលទៅឃើញថាអន់ហ្មងអត់មានសមត្ថភាពមួយទៀតគឺ style C ក៏គាត់បកកែនៅក្នុងការលក់ដែរបើសិនជាគាត់ទៅលក់វិញនិយាយពីអតិថិជនគឺគាត់ច្បាស់ហ្មងព័ត៌មានគាត់មាននៅក្នុងដៃខ្ទេចហ្មងគាត់អាចប្រៀបធៀបពីមួយទៅមួយណាល្អជាងណាប្រសើរជាងព័ត៌មានគឺគាត់អាចពន្យល់បានយ៉ាងជាក់លាក់តើអ្វីដែលអតិថិជនណាអាចនឹងមិនសប្បាយចិត្តគាត់ហ្នឹងគឺមុខគាត់មាំអត់ចេះញញឹមទេអញ្ចឹងណាចាហើយនិយាយអីរៀងមោទនភាពគេអួតបន្តិច
អួតបន្តិចហ្នឹងគឺមោទនភាពជឿជាក់យ៉ាងខ្លាំងហ្មងទៅលើផលិតផលខ្លួនឯងមានរបស់ខ្លួនឯងល្អជាងគេច្បាស់ជាងគេអតិជនមិនងាយតថ្លៃគាត់បាននេះតែទាំង4ហ្នឹងមិនមែនតែបើយើងស្វែងយល់ឲ្យបានស៊ីជម្រៅយើងធ្វើជា sale បានគ្រប់គ្នាតែសំខាន់យើងយល់ស្ថានភាពមួយថាតើពេលណាយើងត្រូវប្រើអីអតិថិជន style មួយណាដែលយើងត្រូវប្រើ D អតិថិជន style មួយណាយើងប្រើ I មួយណាយើងប្រើ C មួយណាយើងប្រើ S មួយណាយើងប្រើ D ពីព្រោះថាអតិថិជនក៏មាន style ផ្សេងគ្នាខុសពីយើងដែរចាអញ្ចឹងធ្វើម៉េចដែលយើង communicate យើងជា sale ហ្នឹងយើងអាចនិយាយទៅកាន់អតិថិជនរបស់យើងណាពន្យល់អតិថិជនរបស់យើងឲ្យយល់ដឹងនៅគុណតម្លៃបន្ថែមរបស់ផលិតផលយើងព្រោះនៅពេលដែលយើងចេញទៅលក់វាត្រូវការយើងមានយុទ្ធសាស្ត្រលក់អីត្រូវអត់យុទ្ធសាស្ត្រលក់វាដើរទៅទន្ទឹមទៅជាមួយនឹងយុទ្ធសាស្ត្រទីផ្សារដែរអញ្ចឹងបំពេញបន្ថែមដើម្បីធ្វើឲ្យការលក់របស់យើងហ្នឹងបានដើរទៅមុខបានណាក្នុងនាមយើងជាអ្នកលក់ម្នាក់ហ្នឹងស្គាល់ផលិតផលឲ្យច្បាស់ស្គាល់ពីគុណតម្លៃបន្ថែមរបស់ផលិតផលឲ្យបានច្បាស់ជាជាងការនាំគ្នាទៅបញ្ចុះតម្លៃនៅពេលដែលយើងទាំងអស់គ្នាបញ្ចុះតម្លៃក្រុមហ៊ុនអត់ចំណេញទេចុះយូរទៅដល់នេះវាមួយទៅដល់គេហៅ bottom line វាមួយវាលែងចំណេញទេយើងវាធ្វើឲ្យដួលទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងដឹងពីគុណតម្លៃច្បាស់របស់ផលិតផលយើងហើយយើងចាប់ផ្ដើមដឹងពីយើងខ្លួនឯង you must know yourself យើងត្រូវស្គាល់យើងខ្លួនឯងជាអ្នកលក់ជាបុគ្គលជាអ្នកលក់ហ្នឹងតើយើងខ្លួនឯងជាណាយើងជា style អី style D style I style S style C ចាបើយើងដឹងថាយើង style មួយណាហើយទើបយើងដឹងថាតើយើងត្រូវបត់បែនបែបម៉េចឃើញទេអញ្ចឹងនៅពេលដែលយើងចុះទៅជួបអតិថិជនយើងចុះទៅលក់ទៅកាន់អតិថិជនយើងដឹងថាយើងនឹងយកគុណតម្លៃផលិតផលសេវាកម្មរបស់យើងនឹងទៅពន្យល់អតិថិជនបែបណារៀបរឹកបែបណាដំណើរដើរទៅជួបអតិថិជនបែបណាឃើញទេពួកគ្រាន់តែដំណើររបស់យើងណាដំណើរដើររបស់យើងរវាងដំណើរ D ហើយនិងដំណើរ I ក៏ខុសគ្នាដែរដំណើរ D ហើយនិងដំណើរ S ក៏ខុសគ្នាដែរអញ្ចឹងកាលណាអតិថិជនគាត់ឃើញយើងពីចម្ងាយគាត់ឃើញទឹកមុខយើងពីចម្ងាយបើគាត់ចូលចិត្ត style D គាត់ក៏ឃើញ D មកគាត់ចង់យកមក